Hello សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាមួយនឹងខ្ញុំបាទរំដួលម៉ូវីម្ដងទៀតហើយថ្ងៃផងដែរ admin សូមលើកយកខ្សែភាពយន្តថ្មីមួយទៀតដើម្បីមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតហើយចំពោះខ្សែភាពយន្តមួយនេះចង់និយាយតាក់ទងជាមួយនឹងមនុស្សមួយក្រុមបានរួមគំនិតគ្នាទៅប្លន់យកមាសបានចំនួន600គីឡូប៉ុន្តែពួកគេបានជួបរឿងរ៉ាវជាច្រើនរហូតបាននឹងវែងជាប់នៅក្នុងកណ្ដាលព្រៃទៀតផងដូចនេះហើយបងប្អូនច្បាស់ជាចង់ដឹងហើយថាតើពួកគេជួបរឿងរ៉ាវអ្វីខ្លះដំណើរសាច់រឿងវាទៅជាយ៉ាងណានោះយើងមានតែទៅតាមដានទស្សនាសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅប៉ុន្តែសម្រាប់អ្នកដែលទស្សនាថ្មីៗសូមបងប្អូនចុច Subscribe និងដាក់រូបកណ្ដឹងចំពោះ Channel មួយនេះឲ្យ admin ម្នាក់មួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តស្វែងរករឿងថ្មីៗមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតចាប់ផ្ដើមខ្សែភាពយន្តរបស់យើងមកបានបង្ហាញអំពីមនុស្សមួយក្រុមដែលមានគ្នាចំនួន4នាក់ពួកគេកំពុងតែវិភាសាគ្នារៀបចំផែនការដើម្បីទៅប្លន់យកមាសពីទីតាំងកន្លែងមួយ admin សូមបញ្ជាក់ប្រាប់ឈ្មោះរបស់ពួកគេផងដែរបរិះម្នាក់ដែលពាក់វ៉ែនតាមានឈ្មោះថា Enzo បរិះដែលមានវ័យចំណាស់បន្តិចនឹងគាត់មានឈ្មោះថា Patrick ហើយបរិះម្នាក់នេះវិញគាត់មានឈ្មោះថា Bruno ហើយអ្នកចុងក្រោយមានឈ្មោះថា Eric គឺជាមេក្រុមឬក៏ជាអ្នកដឹកនាំរៀបចំផែនការក្នុងការធ្វើរឿងមួយនេះជាពិសេសក៏មានមនុស្សស្រីម្នាក់ទៀតដែលមានឈ្មោះថា Mina ត្រូវជាអតីតសង្សារចាស់របស់ Eric ក៏ចូលរួមផងដែរនិយាយរួមទៅសមាជិកនៅក្នុងក្រុមរបស់ពួកគេគឺមានចំនួន5នាក់រយៈពេល3ថ្ងៃក្រោយមកពួកគេក៏បានជិះយន្តហោះធ្វើដំណើរទៅកាន់ទីតាំងកន្លែងមួយនៅក្នុងព្រៃហើយកន្លែងមួយហ្នឹងគឺជាកន្លែងសម្រាប់រុករករ៉ែមាសអញ្ចឹងណា Bruno ជាអ្នកធ្វើការនៅទីតាំងកន្លែងមួយហ្នឹងស្រាប់តែម្ដងមួយសប្តាហ៍ក្រោយមកពួកគេក៏បានទម្លាក់ Enzo និងកញ្ញា Mina ចុះពីខាងលើយន្តហោះបន្ទាប់ពីចុះពីលើយន្តហោះនឹងរួចរាល់ហើយពួកគេក៏បានបើកយន្តហោះចាក់ចេញទៅវិញទៅហើយយើងក៏មិនទាន់ដឹងអំពីផែនការរបស់ពួកគេដែរអញ្ចឹងមានតែទស្សនាបន្តទៀតបន្តមកទៀតយើងឃើញថា Eric ជាមួយនឹងលោក Patrick បានបើកយន្តហោះមកចុះចតនៅកន្លែងជំរំរបស់ក្រុមការពារសន្តិសុខសម្រាប់ការពារកន្លែងរ៉ែមាសទាំងអស់ហ្នឹងនិយាយរួមទៅពួកគេសុទ្ធតែស្គាល់គ្នាសុទ្ធតែធ្លាប់ធ្វើការនៅកន្លែងហ្នឹងពីមុនមក Patrick បានឆ្លៀតឱកាសយកគ្រាប់បែកទៅបង្កប់ដើម្បីឲ្យពួកគេងាយស្រួលក្នុងការធ្វើសកម្មភាពស្របពេលនោះក៏មានបរិះ2នាក់បានជិះម៉ូតូចេញទៅខាងក្រៅដើម្បីយាមល្បាតជុំវិញតំបន់ពួកគេចំណែក Eric ក៏បានមកអង្គុយជាមួយនឹងបរិះម្នាក់ទៀតដែលមានឈ្មោះថា Martin គាត់គឺជាមេសន្តិសុខមើលការខុសត្រូវការពារនៅតំបន់នេះតែម្ដងនិយាយអំពីបរិះ2នាក់ដែលជិះម៉ូតូចេញទៅក្រៅឯនេះវិញពេលដែលពួកគេបើកម៉ូតូមកដល់ទីតាំងកន្លែងមួយពួកគេក៏បានឈប់ម៉ូតូពីព្រោះតែកញ្ញា Mina បានធ្វើពុតដេកសន្លប់នៅកណ្ដាលផ្លូវដោយ Enzo បានប្រើប្រាស់កំភ្លើងលបបាញ់សម្លាប់បរិះទាំងពីរនាក់នឹងស្លាប់បាត់បង់ជីវិតទៅបន្ទាប់មកកញ្ញា Mina និង Enzo បានបន្លំខ្លួនធ្វើជាបរិះទាំងពីរនាក់នឹងបានជិះម៉ូតូត្រឡប់មកកាន់ទីតាំងជំរំវិញធ្វើឲ្យអ្នកផ្សេងទៀតមិនបានចាប់អារម្មណ៍ជាមួយនឹងពួកគេទេចំណែកលោក Patrick ក៏បានដើរចូលមកនិយាយជាមួយនឹងលោក Martin ដើម្បីជជែកសហការរកស៊ីជាមួយគ្នាកញ្ញា Mina និង Enzo ក៏បានបើកម៉ូតូចូលមកកាន់ទីតាំងកន្លែងឃ្លៀងទុកមាសបានវាយទៅកាន់បរិះពីរនាក់ផ្សេងទៀតឲ្យសន្លប់ដេកស្អាតអស់ទៅមិនចាំយូរឡើយអ្នកទាំង3នាក់ក៏បានបញ្ញាប់បញ្ញាល់ប្រមូលយកមាសទាំងអស់ហ្នឹងមកដាក់ចូលនៅខាងក្នុងកេសឈើមាសទាំងអស់ហ្នឹងគឺវាមានច្រើនខ្លាំងមែនទែនក្រោយពីយកមាសបានអស់រួចរាល់ហើយពួកគេនឹងក៏បានជិះម៉ូតូដឹកយកមាសមកកាន់កន្លែងយន្តហោះរបស់ពួកគេវិញចំណែក Martin មិនព្រមសហការរកស៊ីជាមួយនឹង Eric និង Patrick ឡើយអ្នកទាំងពីរនាក់ក៏បានដើរទៅកាន់យន្តហោះរបស់ពួកគេវិញផងដែរខណៈពេលនោះក៏មានបរិះអ្នកទៀតបានព្យាយាមតាក់ទងទៅកាន់ Bruno ដែលធ្វើការនៅក្នុងឃ្លាំងទុកមាសប៉ុន្តែមិនមានអ្នកណាឆ្លើយតបឡើយធ្វើឲ្យរូបគេចាប់ផ្ដើមមានការសង្ស័យនិងបានបញ្ញាប់បញ្ញាល់ធ្វើដំណើរទៅមើលឃ្លាំងមាសដោយផ្ទាល់ក្រុមរបស់ Eric ក៏បានមកជួបជុំគ្នាវិញនិងបានបញ្ញាប់បញ្ញាល់លើកយកមាសដាក់ទៅខាងលើយន្តហោះរបស់ពួកគេគ្រានោះស្រាប់តែ Mina បានក្លែកទៅមើលឃើញនារីម្នាក់ដែលនាងធ្លាប់ស្គាល់ពីមុនមកនារីម្នាក់ហ្នឹងក៏កំពុងតែមានផ្ទៃពោះធ្វើឲ្យ Mina មិនដាច់ចិត្តទេនាងក៏បានបើកម៉ូតូដើម្បីទៅយកនារីម្នាក់ហ្នឹងចេញពីកន្លែងមួយហ្នឹងទៅពីព្រោះតែបន្តិចទៀតគ្រាប់បែកដែលពួកគេបានដាក់បង្កប់និងផ្ទុះឡើងកំទេចកន្លែងមួយហ្នឹងជាមិនខានចំណែកកូនចៅរបស់លោក Martin បានចូលទៅខាងក្នុងឃ្លាំងទុកមាសបានឃើញគ្នារបស់ពួកគេដេកសន្លប់ហើយមាសត្រូវបានគេលួចយកទៅអស់បែបនេះគេនឹងក៏បានរាយការណ៍ប្រាប់ទៅកាន់ Martin វិញមិនចាំយូរឡើយ Martin ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនបាញ់សម្លាប់ក្រុមរបស់ Eric នៅពេលនេះដែរពួកគេក៏បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់គ្នាទៅវិញទៅមក Bruno បានស្រែកប្រាប់ឲ្យ Eric បញ្ញាប់បើកយន្តហោះចាក់ចេញទៅចោល Mina បើសិនជានៅបែបនេះទៀតពួកគេនឹងមានគ្រោះថ្នាក់ជាមិនខានប៉ុន្តែ Eric មិនបានស្ដាប់តាមទេគឺពួកគេនៅតែរងចាំ Mina ត្រឡប់មកវិញដដែលភ្លាមនោះ Mina ក៏បានបើកម៉ូតូចូលមកដល់អ្នកពីរនាក់ក៏បានបញ្ញាប់បញ្ញាល់ឡើងមកខាងលើយន្តហោះបានសម្រាប់ហើយ Martin បានប្រើប្រាស់កំភ្លើងបាញ់វាយប្រហារទៅកាន់យន្តហោះរបស់ពួកគេក្រុមរបស់ Eric ក៏បានបើកយន្តហោះចាក់ចេញទៅគ្រាប់បែកក៏បានខ្ទុះឡើងកំទេចទីតាំងជំរំរបស់ Martin ធ្វើឲ្យខូចខាតខ្ទេចទីអ្វីគ្រប់បែបយ៉ាងស្ទើរតែទាំងស្រុងតែម្ដងបន្តមកទៀតយើងឃើញថាយន្តហោះរបស់ពួកគេបានហុយសែងចេញមកមិនអាចហោះរត់គេចខ្លួនចូលទៅខាងក្នុងទឹកដីរបស់ព្រៃស៊ីលបានទេដោយគ្មានជម្រើសពួកគេក៏បានសម្រេចចិត្តចុះចតនៅក្នុងព្រៃតែម្ដងទៅ Martin បានសម្លឹងមើលឃើញពីចម្ងាយមិនចាំយូរឡើយគេក៏បាននាំកូនចៅរបស់ខ្លួនជិះម៉ូតូចូលទៅខាងក្នុងព្រៃតាមសម្រាប់ក្រុមរបស់ Eric ដើម្បីយកមាសត្រឡប់មកវិញបន្តមកទៀតយើងឃើញថាយន្តហោះរបស់ពួកគេបានចុះចតនៅក្នុងព្រៃបានសម្រេចហើយបាទ Bruno បានខឹងជាមួយនឹង Mina ជាខ្លាំងនៅបានស្ដីបន្ទោសដាក់ទៅកាន់ Mina គឺជាដើមហេតុដែលធ្វើឲ្យពួកគេជួបរឿងរ៉ាវទាំងអស់នេះអ្នកពីរនាក់បានឆ្លុះប្រកែកគ្នាទៅវិញទៅមកអ្នកផ្សេងទៀតក៏បានចូលមកនិ
និយាយហាមឃាត់ពួកគេកុំឲ្យឆ្លោះគ្នាផងដែរប៉ុន្តែស្រាប់តែ Bruno បានកវាត់ដៃធ្វើឲ្យ Eric មុតកំបិតត្រូវដៃ Eric ខឹងជាខ្លាំងគេនឹងក៏បានវាយគំរាមទៅកាន់ Bruno អ្នកផ្សេងទៀតបានត្រឹមតែឈរមើលប៉ុណ្ណោះបន្តមកទៀតពួកគេក៏បានប្រញាប់ប្រញាល់នាំគ្នាដើរចូលទៅខាងក្នុងព្រៃបន្តទៀតដោយបាននាំយកមាសទាំងអស់ទៅជាមួយហើយយើងឃើញថាពួកគេវេទនាជាខ្លាំងដោយសារតែមាសទាំងអស់ហ្នឹងច្រើនក៏ច្រើនធ្ងន់ក៏ធ្ងន់ដូចនេះហើយពួកគេក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រចុងក្រោយពួកគេក៏បានសម្រេចចិត្តយកមាសទាំងអស់ហ្នឹងទៅកប់ទុកនៅក្នុងដីដោយយកវាទៅតាមខ្លួនម្នាក់ចំនួន20ទៅ30គីឡូប៉ុណ្ណោះហើយនៅពេលដែលពួកគេរត់គេចខ្លួនទៅដល់ទឹកដីប្រទេសប្រេស៊ីលមានសុវត្ថិភាពរួចហើយពួកគេនឹងជួលយន្តហោះដើម្បីជិះត្រឡប់យកមាសទាំងអស់នេះវិញចំណែកក្រុមរបស់ Martin ជាច្រើនអ្នកកំពុងតែនាំគ្នាជិះម៉ូតូចូលទៅខាងក្នុងព្រៃដើម្បីតាមសម្លាប់ពួកគេផងដែរបន្តមកទៀតក្រុមរបស់ Eric បានយកមាសមកធ្វើការកប់ទុកនៅក្នុងដីនៅទីតាំងកន្លែងមួយហើយនៅពេលដែលពួកគេយកមាសទៅកប់រួចរាល់ហើយពួកគេក៏បានបញ្ញាប់បញ្ញាល់រៀបចំផែនការដើម្បីបន្តដំណើរទៅមុខបន្តទៀតខ្លីមើលក្រុមកូនចៅរបស់ Martin ពេលនេះពួកគេបានរកឃើញយន្តហោះហើយបាទប៉ុន្តែមិនបានឃើញក្រុមរបស់ Eric ទេពួកគេនឹងក៏បានឆែកឆេរមើលខាងក្នុងយន្តហោះក៏បានឃើញមាសមួយថង់បរិមម្នាក់នឹងក៏បានសវ៉ាយកថង់មាសមួយនឹងទៅប៉ុន្តែស្រាប់តែមានគ្រាប់បែកនៅពីក្រោមមកគ្រាប់បែកក៏បានខ្ទុះឡើងសម្រាប់ពួកគេអស់ជាច្រើនអ្នកផងដែរក្រុមរបស់ Eric គឺត្រូវដើរឆ្លងកាត់ព្រៃមួយនេះគឺមានចម្ងាយប្រហែលជា60គីឡូទើបអាចឆ្លងផុតព្រំដែនចូលទៅខាងក្នុងទឹកដីរបស់ប្រេស៊ីលហើយយើងឃើញថាដំណើរនៅក្នុងព្រៃរបស់ពួកគេគឺមិនងាយស្រួលឡើយហើយមានសូមបញ្ជាក់ប្រាប់ឈ្មោះនារីពូធំម្នាក់នឹងផងដែរគឺនាងមានឈ្មោះថា Camel ក្រោយពីការធ្វើដំណើរអស់ជាច្រើនម៉ោងមកមេឃចាប់ផ្ដើមធ្លាក់ភ្លៀងមកជាខ្លាំងធ្វើឲ្យពួកគេកាន់តែពិបាកក្នុងការធ្វើដំណើរហើយបាទអ្នកដែលរអ៊ូរទាំច្រើនជាងគេគឺមានតែ Bruno តែម្នាក់ប៉ុណ្ណោះរយៈពេលក្រោយមកពួកគេក៏បានដើរឆ្លងកាត់ទឹកស្ទឹងមួយស្រាប់តែមានសត្វពស់មួយក្បាលបានចឹកចំជើងរបស់ Bruno ធ្វើឲ្យគេស្រែកឈឺចាប់ពេញនឹងចំណែកសត្វពស់មួយក្បាលនឹងក៏ត្រូវបាន Enzo កាប់សម្លាប់ចាប់បានផងដែរ Camel បាននិយាយប្រាប់ទៅកាន់ពួកគេទៅថាសត្វពស់មួយក្បាលនឹងមិនមានពឹសកាច់សាហាវនោះទេវាគ្រាន់តែធ្វើឲ្យ Bruno មានអាការៈក្តៅខ្លួនបន្តិចបន្តួចប៉ុណ្ណោះឈុតបន្តទៀតយើងឃើញថាពួកគេកំពុងតែហែលទឹកស្ទឹងមួយហើយទឹកស្ទឹងមួយនឹងវាជ្រៅធ្វើឲ្យពួកគេម្នាក់ៗពិបាកជាខ្លាំងក្នុងការហែលឆ្លងកាត់ចំណែក Bruno គាត់មានការព្រួយបារម្ភខ្លាចតែបាត់មាសរបស់គាត់ប៉ុណ្ណោះខណៈពេលដែលពួកគេកំពុងតែហែលទឹកស្ទឹងស្រាប់តែមានបរិសម្នាក់កំពុងតែឈរសម្លឹងមើលទៅកាន់ពួកគេហើយគេម្នាក់ហ្នឹងគឺជាមនុស្សដែលរស់នៅក្នុងព្រៃនឹងតែម្ដងហើយយើងអាចនិយាយបានថាគឺជាមនុស្សកសម្ព័ន្ធអញ្ចឹងណាហើយអ្នកដែលសម្លឹងមើលឃើញមានតែ Camel តែម្នាក់ឯងប៉ុណ្ណោះប៉ុន្តែនាងមិនបាននិយាយប្រាប់អ្នកផ្សេងឡើយស្របពីនោះយើងក៏បានឃើញថាគ្នាប៉ាក់ពូរបស់ Martin បានជិះយន្តហោះតាមមាត់ស្ទឹងដើម្បីស្វែងរកក្រុមរបស់ Eric ប៉ុន្តែអ្នកបើកយន្តហោះម្នាក់ហ្នឹងបាននិយាយប្រាប់ថាតំបន់ព្រៃកន្លែងមួយហ្នឹងគឺជាតំបន់ព្រៃហាមឃាត់ហើយបើសិនជាក្រុមរបស់ Eric ចូលទៅខាងក្នុងព្រៃមួយហ្នឹងពួកគេច្បាស់ជាមិនរស់ឡើយចំណែកក្រុមរបស់ Eric ក៏បានកលិចមើលឃើញយន្តហោះមួយហ្នឹងផងដែរពួកគេក៏បានបញ្ញាប់បញ្ញាល់រកកន្លែងពូនលាក់ខ្លួនពេលនោះស្រាប់តែមាសរបស់ពួកគេបានរសាត់អណ្ដែតទៅតាមទឹក Bruno រៀបនឹងហែលទឹកទៅតាមយកមាសត្រឡប់មកវិញប៉ុន្តែ Eric បានចាប់ទាន់កុំឲ្យក្រុមរបស់ Martin មើលឃើញពួកគេជាមិនខានហើយនៅពេលដែលយន្តហោះចេញទៅវិញបាត់ Bruno បានបញ្ញាប់បញ្ញាល់ជាមួយចូលទៅខាងក្នុងទឹកដើម្បីយកមាសត្រឡប់មកវិញប៉ុន្តែគេរកមិនឃើញទេពីព្រោះតែមាសប្រហែលជា20គីឡូជាងនឹងធ្លាក់ចូលទៅខាងក្នុងទឹកស្ទឹងនឹងបាត់ទៅហើយអារម្មណ៍របស់គេគឺចាប់ផ្ដើមខឹងមួម៉ៅចិត្តជាខ្លាំង Enzo បានដោះវ៉ែនតាចេញពីព្រោះតែភ្នែករបស់គេហាក់ដូចជាមានបញ្ហាមើលមិនសូវឃើញច្បាស់ទេដោយឃើញអាការៈភ្នែករបស់ Enzo បែបនេះ Camel បាននិយាយប្រាប់ទៅកាន់ពួកគេទៅថាប្រហែលជា Enzo ដើរទៅប៉ះចំរុក្ខជាតិណាដែលមានជាតិពុលអញ្ចឹងណាបើសិនជាព្យាបាលមិនទាន់ពេលទេភ្នែករបស់គេនឹងពិការមើលមិនឃើញអស់មួយជីវិតជាមិនខានបន្តមកពួកគេក៏បាននាំគ្នាចូលទៅសម្រាកនៅក្នុងទីតាំងកន្លែងមួយនៅកន្លែងមួយហ្នឹងយើងឃើញថាមានកូនខ្ទមតូចៗប្រៀបដូចជាមានមនុស្សធ្លាប់រស់នៅពីមុនមកហើយនៅពេលពួកគេក៏លេចមើលទៅកាន់ទឹកស្ទឹងក៏បានឃើញថាខ្សែទឹកវាហូរបុកចូលគ្នានិយាយរួមទៅគឺចម្លែកខ្លាំងមែនទែន Bruno បាននិយាយស្ដីបន្ទោសដាក់ទៅកាន់ Eric បន្តទៀតថារឿងរ៉ាវដែលធ្វើឲ្យពួកគេមកជួបវេទនាបែបនេះគឺមកពីកំហុសរបស់ Eric ទាំងអស់គេថែមទាំងបានជេរស្ដីដាក់ទៅកាន់ Enzo ទៀតផង Enzo ទ្រាំមិនបានឡើយគេក៏បានចាប់ Bruno មកផ្លេកកកជាប់ប៉ុន្តែ Eric បានប្រាប់ឲ្យពួកគេមិនត្រូវឆ្លោះគ្នាឡើយពេលវេលានេះពួកគេត្រូវតែជួយគ្នារកវិធីសាស្ត្រដើម្បីចាក់ចេញពីព្រៃមួយហ្នឹងហើយ Enzo ក៏បានដោះលែង Bruno វិញទៅបាទបន្តមកទៀតគណៈពេលដែលអ្នកផ្សេងទៀតបានដេកលក់អស់ហើយហ្នឹងគឺនៅសល់តែ Bruno និង Patrick នៅចាំយាមBruno បានសម្រេចចិត្តលបលូចាក់វាយប្រហារសម្រាប់ Patrick ចោលតែម្ដងដោយគ្មានក្តីអាណិតអាសូរទេចំណែកអ្នកផ្សេងទៀតមិនបានដឹងឡើយពេលដែលសម្រាប់ Patrick រួចរាល់ហើយគេក៏បានលួចយកមាសបានហែលតាមទឹកស្ទឹងចាក់ចេញទៅតែម្នាក់ឯងទៅអ្នកគ្រប់គ្នានៅពេលដែលបានឃើញ Patrick ស្លាប់បាត់បង់ជីវិតបែបនេះពួកគេបានខូចចិត្តជាខ្លាំង Enzo មករងនឹងទៅតាមសម្រាប់ Bruno ដើម្បីសងសឹកឲ្យ Patrick វិញប៉ុន្តែ Eric បាននិយាយហាមឃាត់និងបានប្រាប់ថាផ្នែករបស់ Enzo នៅពេលនេះកំពុងតែមានបញ្ហាហើយរឿងតាមសម្រាប់ Bruno ចាំពេលក្រោយក៏មិនទាន់ហួសពេលដែរចំណែក Camel ក៏កំពុងតែឈឺពោះឆ្លងទន្លេបង្កើតកូនបន្ទាប់មក Eric ក៏បានសម្រេចចិត្តដើរស្វែងរកទីតាំងកន្លែងដែលខ្ពស់ដើម្បីឲ្យទូរស័ព្ទរបស់ពួកគេមានសេវាក៏លេចមើល Bruno កំពុងតែហែលតាមទឹកស្ទឹងតែម្នាក់ឯងស្រាប់តែមានព្រួញមួយបានបាញ់មកចំខ្លួនរបស់គាត់អ្នកដែលបាញ់ព្រួញសម្រាប់គាត់នឹងគឺជាគ្នាប៉ាក់ពុកក្រុមរបស់លោក Martin និង
ហ្នឹងហើយលទ្ធផលដែលក្បត់ក្រុមសាមុខហើយបាទហើយអេរិចនៅពេលនេះគាត់បានមកដល់ទីតាំងដែលខ្ពស់ជាងគេទូរស័ព្ទក៏មានសេវាឡើងវិញគាត់បានខលទូរស័ព្ទតាក់ទងទៅកាន់បរិសម្នាក់ទៀតដែលមានឈ្មោះថា Morai ដើម្បីឲ្យទៅជួលយន្តហោះមកជួយដឹកពួកគេចេញពីព្រៃដំបូងឡើយ Morai បានឆ្លើយបដិសេធមិនព្រមជួយទេពីព្រោះរឿងដែលក្រុមរបស់អេរិចទៅប្លន់យកមាសគឺខាងប៉ូលីសបានដឹងរឿងអស់ហើយប៉ុន្តែអេរិចបានយល់ព្រមបកគលមាសចំនួន20គីឡូឲ្យទៅកាន់ Morai ឲ្យតែយល់ព្រមជួយពួកគេដោយលើបែបនេះ Morai ក៏បានយល់ព្រមជួយទៅបានគ្រាន់តែនិយាយទូរស័ព្ទចប់ភ្លាមស្រាប់តែអេរិចបានលើសំឡេងគ្រាប់កំភ្លើងពីព្រោះតែពេលនេះក្រុមរបស់ Martin គឺបានចាប់ខ្លួនគ្នារបស់អេរិចបានអស់ហើយពួកគេបានវាយធ្វើបាបនិងបានសួរនាំថាតើយកមាសទាំងអស់ហ្នឹងទៅទុកនៅកន្លែងណាទោះបីជាយ៉ាងណាក្រុមរបស់អេរិចមិនព្រមឆ្លើយប្រាប់ទេ Enzo បានសម្រេចចិត្តយកកំភ្លើងខ្លីរបស់ខ្លួនបាញ់វាយប្រហារសម្លាប់ទៅកាន់ពួកគេវិញផ្នែករបស់គាត់មើលពុំឃើញទេអេរិចក៏បានចូលទៅវាយទៅកាន់ Martin ហើយមានបរិសម្នាក់ទៀតបានចាប់ជីពីខាងលើមីណារៀបនឹងសម្លាប់មីណាទៅហើយស្រាប់តែមានមនុស្សព្រៃម្នាក់បានបង្ហាញខ្លួនចេញមកបាញ់អាវុធសម្ងាត់របស់គេវាយប្រហារទៅកាន់បរិសម្នាក់នឹងដើម្បីជួយមីណាបានស្ទុះឡើងយកដុំមាសមកវាយសំពងពីខាងលើបរិសម្នាក់នឹងរហូតបានធ្វើឲ្យបរិសម្នាក់នឹងដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅអេរិចជាមួយនឹង Martin ក៏បានព្យាយាមវាយបញ្ជូតគ្នាទៅវិញទៅមកហើយមួយសបកក្រោយមកស្រាប់តែអេរិចបានធាក់ Martin ត្រូវមួយជើងទៅបុកជាមួយនឹងដើមឈើមានសុទ្ធតែប្រដាប់ជ្រុយស្រួយបានធ្វើឲ្យ Martin ស្លាប់បាត់បង់ជីវិតទៅ Enzo ក៏បានដើរចាកចេញពីកន្លែងមួយនឹងទៅចំណែក Camel ក៏បានឈឺពោះរៀបនឹងឆ្លងទន្លេផងដែរដូចនេះហើយ Eric ក៏បានទៅតាម Enzo ដោយទុកឲ្យ Mina នៅជួយមើល Camel សភាពរបស់ Enzo នៅពេលនេះគឺវេទនាខ្លាំងមែនទែនភ្នែកកងងឹតហើយខ្លួនប្រាណរបស់គាត់ក៏ត្រូវរបួសថែមទៀតEric បានដើររក Enzo បណ្ដាលស្រែកហៅឈ្មោះ Enzo បណ្ដាលហើយចុងក្រោយ Enzo ក៏បានសម្រេចចិត្តយកកំភ្លើងមកបាញ់សម្លាប់ខ្លួនឯងចោលតែម្ដងទៅគ្រានោះស្រាប់តែ Camel ក៏បានបង្កើតកូនបានសម្រេចមិនមានគ្រោះថ្នាក់អ្វីឡើយមិនចាំយូរឡើយពួកគេក៏បានបន្តដំណើរទៅមុខបន្តទៀតដោយសារតែមេឃវាបានយប់ទៅហើយពួកគេក៏បានលោកគ្នាដេកសម្រាកយកកម្លាំងសិនទៅនៅយប់ឡើងមីណាបានដើរចូលមកអង្គុយនិយាយជាមួយនឹង Eric ពួកគេទាំងពីរនាក់គឺនៅមានចិត្តស្រឡាញ់គ្នានៅឡើយទេហើយបើសិនជាពួកគេអាចរួចមានជីវិតចេញពីព្រៃមួយនេះពួកគេនឹងត្រឡប់មកស្រឡាញ់គ្នាដូចដើមវិញហើយនៅយប់នឹងផងដែរពួកគេទាំងពីរនាក់ក៏បានដេកអោបគ្នាទៅបានលោកពេលវេលាព្រឹកឡើងពួកគេក៏បានសង្កេតឃើញថាមានយន្តហោះ2គ្រឿងកំពុងតែធ្វើដំណើរមកកាន់កន្លែងរបស់ពួកគេអេរិចបានដឹងយ៉ាងច្បាស់តែម្ដងថាយន្តហោះនឹងគឺជាយន្តហោះរបស់ប៉ូលីសមានន័យថាអបិ Morai បានក្បត់គាត់រាយការណ៍ប្រាប់ទៅកាន់ប៉ូលីសអញ្ចឹងណាដូចនេះហើយអេរិចក៏បានសម្រេចចិត្តឲ្យមីណាជាមួយនឹង Camel រត់គេចខ្លួនបន្តទៀតគឺគាត់យល់ព្រមប្រកល់ខ្លួនឲ្យទៅកាន់ប៉ូលីសដើម្បីបញ្ចប់រឿងរ៉ាវទាំងអស់នេះនិយាយរួមទៅគឺគាត់សុខចិត្តលះបង់ឲ្យមីណាមានសេរីភាពហើយបើសិនជាគាត់មិនធ្វើបែបនេះទេខាងប៉ូលីសនឹងតាមប្រមាញ់ចាប់ខ្លួនពួកគេរហូតជាមិនខានក្រោយពេលនិយាយសារភាពសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមករួចរាល់ហើយពួកគេក៏បានបំបែកផ្លូវគ្នាទៅដោយមីណានិង Camel បានរត់ចូលទៅខាងក្នុងព្រៃបន្តទៀតហើយ Eric បានឈររងចាំឲ្យប៉ូលីសមកចាប់ខ្លួនគាត់តែម្ដងពេលដែលយន្តហោះប៉ូលីសបានហោះមកដល់ពួកគេក៏បានប្រើប្រាស់កំភ្លើងបាញ់សម្លាប់ Eric ចោលតែម្ដងទៅបាទអ្នកទាំងពីរនាក់ក៏បានឮសំឡេងកំភ្លើងនឹងផងដែរប៉ុន្តែពួកគេមិនអាចធ្វើឲ្យបានទេបានត្រឹមតែខូចចិត្តប៉ុណ្ណោះបន្តមកទៀតក្រុមការងារប៉ូលីសក៏បានជិះទូកតាមទឹកស្ទឹងដើម្បីស្វែងរកអ្នកផ្សេងទៀតអញ្ចឹងណាប៉ុន្តែសំណាងល្អអ្នកទាំងពីរនាក់ត្រូវបានមនុស្សដែលរស់នៅក្នុងព្រៃជួយពួកគេហើយគេម្នាក់នឹងក៏បាននាំអ្នកទាំងពីរនាក់ទៅរស់នៅក្នុងជំរំរបស់ពួកគេនៅក្នុងព្រៃទៅអស់រយៈពេល3ខែក្រោយមកមីណាក៏បាននាំមនុស្សដែលរស់នៅក្នុងព្រៃមកកោះយកមាសដែលពួកគេបានកប់ទុកនៅក្នុងដីហើយឥឡូវនេះមាសទាំងអស់នេះបានក្លាយជាកម្មសិទ្ធិរបស់ពួកគេហើយបាទហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់តែត្រឹមនឹងផងដែរអរគុណច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលទស្សនាសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានមាសទាំងអស់នេះវិញថាតើបងប្អូននឹងប្រើប្រាស់វាដើម្បីធ្វើអ្វីខ្លះបងប្អូនអាចធ្វើការ comment ប្រាប់ admin នៅខាងក្រោមបានហើយសម្រាប់បងប្អូនដែលទស្សនាសាច់ថ្មីកុំភ្លេចចុច subscribe និងដាក់រូបកណ្ដឹងផងដើម្បីទទួលបានសាច់រឿងថ្មីៗបន្តទៀតហើយគណៈពេលនេះខ្ញុំបាទរំដួលមកវីសូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងក្រោយទៀតបាយបាយ